ជំរាបសួរខ្ញុំបានឈ្មោះយ៉នសុភារតខ្ញុំមានតួនាទីជាប្រធានផ្នែកការពារសិទ្ធិកុមារខ្ញុំបានបម្រើការនៅទីនេះអស់រយៈពេល9ឆ្នាំហើយផ្នែកការពារសិទ្ធិកុមារគឺជាផ្នែកសំខាន់មួយនៅក្នុងការរក្សាឲ្យកុមារមានសុវត្ថិភាពពីការកេងប្រវ័ញ្ចការរំលោភបំពានគ្រប់រូបភាពហើយធានាឲ្យបាននូវការគោរពសិទ្ធិរបស់កុមារផ្នែកការពារសិទ្ធិកុមារគឺយើងផ្ដល់សេវាសំខាន់2ធំទី1គឺការអន្តរាគមន៍ទី2គឺការបង្ការអន្តរាគមន៍គឺយើងអន្តរាគមន៍លើករណីអំពើហិង្សាលើកុមារនិងការរំលោភបំពានទៅលើកុមារនិងករណីអំពើហិង្សានៅក្រុមគ្រួសារចំពោះការងារបង្ការគឺយើងផ្ដល់ការអប់រំផ្សព្វផ្សាយស្ដីពីសិទ្ធិកុមារទៅកាន់សិស្សានុសិស្សនៅតាមសាលារដ្ឋនិងតាមសហគមន៍និងតាមថ្នល់តាមឆ្នេរដើម្បីឲ្យពួកគេមានចំណេះដឹងពីកិច្ចការពារខ្លួនរបស់ពួកគេអរគុណសម្រាប់ការគាំទ្រនិងចូលរួមជួយការពារកុមារឲ្យកុមារមានសុវត្ថិភាព